បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះបាទអញ្ចឹងថ្ងៃនេះគឺថ្ងៃទី21ខែ11ឆ្នាំ2025បាទមួយរយៈពេលនេះខ្ញុំដាច់វីដេអូខានផលិតវីដេអូហ្នឹងវាយូរគួរសមដែរដែលធ្វើឲ្យបងប្អូនហ្នឹងដាច់ភាគក៏ដូចជាដាច់ការទស្សនារយៈពេលយូរបាទអញ្ចឹងថ្ងៃនេះគឺខាងខ្ញុំមកផលិតវីដេអូមួយនេះគឺដើម្បីនិយាយតាក់ទងទៅនឹងបញ្ហាមួយចំនួនដែលបងប្អូនយើងតែងតែចិញ្ចឹមទាចិញ្ចឹមមាន់ហើយបែរទៅជាអត់សូវបានផលល្អបាទជាភាសាអង់គ្លេសគឺតាក់ទងទៅនឹងការចិញ្ចឹមទាយកពងបាទខ្ញុំឃើញមួយរយៈចុងក្រោយនេះបងប្អូនយើងជួបបញ្ហាច្រើនតាក់ទងទៅនឹងការចិញ្ចឹមទាបាទបញ្ហារបស់បងប្អូននោះគឺតាក់ទងទៅនឹងអ្នកដែលចិញ្ចឹមទាយកពងហើយស៊ីចំណីច្រើនប៉ុន្តែការផលិតពងគឺមានការថយចុះក៏ដូចជាការផលិតពងគឺធ្លាក់ចុះមែនទែនបាទអញ្ចឹងបងប្អូនយើងចង់ដឹងថាតើបញ្ហាដែលសត្វរបស់យើងមានការធ្លាក់ចុះពងក៏ដូចជាចុះពងឬក៏ផលិតពងមានការថយចុះនេះតើមានមូលហេតុអីបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំអត់បង្ហាញថ្នាំអីច្រើនទេគ្រាន់តែចង់និយាយពីតាក់ទងទៅនឹងថាតើការដែលទាយរបស់យើងចុះពងហ្នឹងគឺមានបញ្ហាអីខ្លះបាទអញ្ចឹងបងប្អូនយើងអ្នកចិញ្ចឹមទាមួយចំនួនបងប្អូនខ្លះក៏ដឹងបងប្អូនខ្លះមិនដឹងបាទអញ្ចឹងបើសិនណាជាបងប្អូនយើងដឹងហើយក៏ល្អបើបងប្អូនយើងមិនដឹងទេបងប្អូនយើងទស្សនាវីដេអូរបស់ខ្ញុំនេះឲ្យចប់សិនបានយើងដឹងថាតើការចិញ្ចឹមទាមូលហេតុដែលវាអត់មានពងឬក៏ចុះពងនេះវាអាចបណ្ដាលមកពីបញ្ហាអីបាទអញ្ចឹងជាទូទៅកសិករយើងចិញ្ចឹមទាមួយចំនួនតែងតែមើលរំលងតាក់ទងទៅនឹងការឲ្យចំណីបាទអញ្ចឹងហេតុផលដែលនាំឲ្យទារបស់យើងបណ្ដាលមកពីចុះពងឬក៏ថយពងនេះវាមានហេតុផលរបស់វាសំខាន់3ទី1គឺបណ្ដាលមកពីការឲ្យចំណីទី2អាចបណ្ដាលមកពីទា stress ទី3អាចបណ្ដាលមកពីបញ្ហាអាកាសធាតុឬក៏គេហៅថាបរិស្ថានជុំវិញកន្លែងរបស់យើងចិញ្ចឹមបាទអញ្ចឹងទី1តាក់ទងទៅនឹងការឲ្យចំណីខ្ញុំឃើញបងប្អូនយើងមួយចំនួនដែលខ្ញុំចុះទៅខាងកន្លែងចិញ្ចឹមទាផ្ទាល់ដែលពួកគាត់ច្រើនតែជួបនៅបញ្ហាអពងទី1គឺបងប្អូនយើងតែងតែមើលរំលងតាក់ទងទៅនឹងការឲ្យចំណីបាទអញ្ចឹងបងប្អូនយើងបើចិញ្ចឹមទាប្រឡែងមិនសូវចោតជាបញ្ហាតាក់ទងនឹងអពងទេបើសិនណាជាបងប្អូនយើងចិញ្ចឹមទាបែបប្រខាំងទុកអាហ្នឹងគឺច្រើនតែជួបនៅបញ្ហាចុះពងខ្លាំងមែនតើបាទអញ្ចឹងតកតងនឹងការចុះពងនេះគឺតកតងសំខាន់បំផុតគឺការឲ្យចំណីបាទអញ្ចឹងខ្ញុំលើកយកឧទាហរណ៍មួយដែលតកតងទៅនឹងការឲ្យចំណីបងប្អូនយើងចិញ្ចឹមសត្វមិនមែនតែងតែគិតតកតងទៅនឹងការចំណាយច្រើនហើយចំណេញតិចអញ្ចឹងបងប្អូនយើងតែងតែរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងម៉េចឲ្យការចិញ្ចឹមសត្វរបស់បងប្អូននឹងចំណេញផ្ទុយពីការចំណេញនេះក៏យើងមានផលលំបាកខ្លះដែរតាក់ទងទៅនឹងការឲ្យចំណីបាទជាភាសាអង់គ្លេសគឺទាពងបាទឬក៏មាន់ពងអញ្ចឹងទាពងឬក៏មាន់ពងអ្វីដែលយើងត្រូវប្រយ័ត្នបំផុតហ្នឹងគឺតាក់ទងនឹងការឲ្យចំណីអញ្ចឹងតើការឲ្យចំណីខុសគឺចាប់ផ្ដើមទារបស់យើងនឹងគឺអត់ពងអញ្ចឹងតើអត់ពងហើយយើងមានការខាតបង់តើខាតបង់ហើយគឺទៅហើយអានឹងខូចណាទាវាខូចបាទអញ្ចឹងតើតើការឲ្យចំណីហ្នឹងបើសិនណាជាបងប្អូនយើងឲ្យចំណីប្រភេទអីបងប្អូនគួរណាស់តែឲ្យចំណីប្រភេទហ្នឹងទៅបងប្អូនយើងកុំដូរតែកាលណាផ្លាស់ប្ដូរចំណីវាធ្វើឲ្យអត្រាពងមានការថយចុះបាទអញ្ចឹងឧទាហរណ៍ដូចជាបងប្អូនយើងកំពុងតែឲ្យចំណីប្រភេទខ្ញុំឧទាហរណ៍ណាប្រភេទលេខ1ស្រាប់តែមានក្រុមហ៊ុនគេផ្សេងមួយទៀតគេមកនិយាយឬក៏មកផ្សព្វផ្សាយពីចំណីរបស់គេថាចំណីរបស់គេល្អចេះមួយចុះមួយហើយតម្លៃថោកជាងចំណីដែលបងប្អូនយើងប្រើហ្នឹងបងប្អូនយើងចាប់ដើមគិតអារម្មណ៍មួយថាចាប់ដើមចង់ប្រើចំណីនោះដោយសារតែមានប្រូតេអ៊ីនឬក៏សារធាតុរ៉ែអីអស់ហ្នឹងវាធ្វើឲ្យទារបស់យើងវាពងបាទប៉ុន្តែបងប្អូនគិតរបៀបហ្នឹងគឺគិតខុសអញ្ចឹងតើកាលណាបងប្អូនមានការផ្លាស់ប្ដូរចំណីទារបស់យើងគឺចាប់ដើមចុះពងជាលំដាប់តើកាលណាចុះពងជាលំដាប់ហើយអញ្ចឹងការស៊ីចំណីច្រើនពងថយចុះបងប្អូនប្រកាសជាខាតបង់ហើយបាទអាហ្នឹងតកតងទៅនឹងការឲ្យចំណីបាទមួយទៀតតកតងទី2នេះគឺបញ្ហា stress បាទបញ្ហា stress ហ្នឹងគឺ
មូលហេតុដែលនាំឲ្យ stress ហ្នឹងគឺសត្វរបស់យើងហ្នឹងគឺតាក់ទងជាមួយនឹងទីកន្លែងចង្អៀតទីកន្លែងរបស់យើងមិនសូវអំណោយផលមានការលិចទឹកមានភក់មានក្លិនមានអីសពគ្រប់បែបយ៉ាងដែលបញ្ហាជុំវិញទ្រង់របស់យើងហ្នឹងមានគេហៅថារបៀបដូចជាអ៊ូអខ្លាំងពេករបៀបដូចជាភក់ជ្រាំខ្លាំងពេកអានឹងវានាំឲ្យសត្វរបស់យើង stress អញ្ចឹង stress គឺមានន័យថាវាធុញថប់អារម្មណ៍របស់វាបែបធុញថប់ព្រោះវាអត់អារម្មណ៍របស់វាអត់ទលំទលាយតែកាលណាអារម្មណ៍អត់ទលំទលាយសម្បីតែការស៊ីចំណីក៏មានការថយចុះបាទអានឹងតាក់ទងទៅនឹង stress ហើយមួយទៀតចំណុចទី2នេះដែរវាអាចតាក់ទងទៅនឹងបញ្ហាសំខាន់ខ្លាំងគឺតាក់ទងទៅនឹងទារបស់យើងដែលមានបញ្ហាជំរុះរោមអញ្ចឹងតែកាលណាមានបញ្ហាជំរុះរោមគឺទារបស់យើងគឺមានការថយចុះនៃការផលិតពងហ្នឹងគឺថយចុះខ្លាំងមែនតើអាហ្នឹងតាក់ទងទៅនឹងការជំរុះរោមណាអញ្ចឹងយើងបាន2ចំណុចតាក់ទងចំណីហើយនឹង stress ហើយនឹងការជំរុះរោមបញ្ហាមួយទៀតដែលតាក់ទងទៅនឹងការចិញ្ចឹមទាដែរដែលយើងច្រើនតែជួបបញ្ហាខ្លាំងប៉ុន្តែបញ្ហានេះបន្ទាប់បន្សំទេតាក់ទងទៅនឹងពពួកសត្វល្អិតអញ្ចឹងយើងដឹងហើយជាទូទៅទាវាស៊ីនិយាយឲ្យខ្លីទៅថាវារៀងដូចស្មោករោគវាស៊ីដោយភក់ដោយជ្រាំអញ្ចឹងតែកាលណាដោយភក់ដោយជ្រាំសត្វល្អិតហ្នឹងគឺវាងាយនឹងកើតហើយវាក៏ងាយនឹងទទួលរងនៅសត្វល្អិតដែលវាយប្រហារនៅក្នុងខ្លួនរបស់វាអញ្ចឹងតែបញ្ហាសត្វល្អិតវាយប្រហារនៅក្នុងខ្លួនរបស់វាក៏វាអាចមានបញ្ហានាំឲ្យមានការចុះពងដូចគ្នាបាទអញ្ចឹងបញ្ហា3សំខាន់ធំនេះគឺបងប្អូនយើងតែងតែមើលរំលងបាទជាភាសាអង់គ្លេសគឺបងប្អូនដែលចិញ្ចឹមមាន់ចិញ្ចឹមទាបែបប្រខាំងតែកាលណាចិញ្ចឹមបែបប្រខាំងហើយបងប្អូនអាសាដូរចំណីឬក៏មានបញ្ហាដូរចំណីអីច្រើនញឹកញាប់ឬក៏តាក់ទងបញ្ហាជំរុះរោមតាក់ទងទីកន្លែងអីអស់ហ្នឹងដែលវានាំឲ្យសត្វរបស់យើង stress ហ្នឹងអានឹងហើយគេហៅថាការផលិតពងហ្នឹងគឺមានការថយចុះច្រើនបាទអញ្ចឹងតាក់ទងនឹងដំណោះស្រាយបាទដំណោះស្រាយយកល្អដើម្បីជៀសវាងពីបញ្ហាហ្នឹងបងប្អូនយើងអ្នកចិញ្ចឹមទាគួរណាស់ចំណុចដែលសំខាន់ដែលយើងត្រូវតែជៀសវាងគឺការបដូរចំណីទៅបីចំណីយើងប្រើរាល់ថ្ងៃនេះប្រូតេអ៊ីនទាបសារធាតុរ៉ែវាទាបយ៉ាងម៉េចបងប្អូនយើងបន្តប្រើវាទៅទៀតទៅជៀសវាងកុំដូរអញ្ចឹងបើសិនណាជាបងប្អូនយើងអ្នកចិញ្ចឹមទាបងប្អូនយើងមុននឹងសម្រេចចិត្តឲ្យស៊ីចំណីរបស់ក្រុមហ៊ុនណាមួយបងប្អូនយើងត្រូវតែគិតបាទត្រូវតែគិតឲ្យយកចិត្តទុកដាក់ហើយចាំទៅទិញចំណីទាំងអស់ហ្នឹងយកមកប្រើយកមកឲ្យទារបស់យើងស៊ីបាទហើយចំណីទាំងអស់ហ្នឹងគ្រប់ក្រុមហ៊ុនទាំងអស់វាអត់មានអ្នកណាល្អជាងអ្នកណាទេព្រោះក្រុមហ៊ុនមួយមានការប្រកួតប្រជែងតាក់ទងទៅនឹងគុណភាពអញ្ចឹងក្រុមហ៊ុនខាងនេះក៏គេគុណភាពរបស់គេល្អដែរអាខាងនេះក៏គុណភាពរបស់គេល្អដែរអាខាងនោះក៏គុណភាពរបស់គេល្អដែរអញ្ចឹងមិនមែនថាប្រើចំណីខាងនេះល្អប្រើចំណីខាងនោះអន់ទេអញ្ចឹងគ្រប់ក្រុមហ៊ុនទាំងអស់គឺសិតតែមានការប្រកួតប្រជែងនៅលើទីផ្សារផ្នែកគុណភាពអញ្ចឹងតាក់ទងនឹងចំណីមួយគេមានការគេហៅថាប្រកួតប្រជែងផ្នែកគុណភាពគេចង់ល្អរៀងខ្លួនមិនថាក្រុមហ៊ុនណាដូចក្រុមហ៊ុនណាទេអញ្ចឹងគេអត់មានថាក្រុមហ៊ុនមួយណាដែលអន់ទេបើតាក់ទងជាមួយនឹងតម្លៃវាអាចនឹងខុសគ្នា1000 2000អីអញ្ចឹងទៅអាហ្នឹងបងប្អូនយើងប្រើចំណីបងប្អូនយើងដឹងណាអញ្ចឹងចំណុចដែលត្រូវជៀសវាងគឺតាក់ទងទៅនឹងចំណីធ្វើម៉េចបើឲ្យចំណីអីក៏ឲ្យចំណីនឹងទៅបាទអញ្ចឹងជៀសវាងការដូរចំណីលឿនតែកាលណាការដូរចំណីលឿនហ្នឹងគឺធ្វើឲ្យយើងបាត់បង់នៃការផលិតពងទារបស់យើងបាត់បង់នៃការផលិតពងហ្នឹងគឺទៅទាំងអស់ហើយអត្រាបាត់បង់នៃការផលិតពងនេះគឺវាអាចខូចរយៈពេលយូរបាទវាអាច3ទៅ4ខែបាទអញ្ចឹងបានវាល្អមកវិញអញ្ចឹងបងប្អូនថាគិតមើលបើសិនណាជា3 4ខែយើងនៅបន្តការឲ្យស៊ីចំណីទៀតវាអត់មានបានផលិតពងយើងអត់បានប្រាក់ចំណូលអីពីសត្វរបស់យើងអញ្ចឹងហើយវាធ្វើឲ្យយើងនឹងខាតបង់អ្នកខ្លះរហូតដល់លុកទាចេញតែម្ដងបាទលុកទាចេញហើយលើក្រោយដាក់ទាទៀតដូរចំណីទៀតមានបញ្ហាទៀតអានេះហើយចំណុចមួយដែលតូចមួយដែលធ្វើឲ្យបងប្អូនយើងនឹងគឺមានការខាតបង់ខ្ពស់បាទចំណុចនេះតូចទេយើងតែងតែមើលរំលងប៉ុន្តែការខាតបង់របស់យើងនឹងគឺខ្ពស់បាទដល់ឡែកសម្រាប់បងប្អូនដែលចិញ្ចឹមទាប្រឡែងវិញបាទដែលមានបញ្ហាចុះពងនឹងគឺយើងមានបញ្ហាតែ2ទេបើតាក់ទងនឹងចំណីវាមិនសូវចោតជាបញ្ហាណាព្រោះបងប្អូនយើងចិញ្ចឹមទាប្រឡែងឲ្យស៊ីឬក៏ទាដេញដែលយើងហៅទាដេញណាវាអត់សូវចោតជាបញ្ហាទេតាក់ទងនឹងចំណីវាចោតជាបញ្ហាទី1តាក់ទងនឹងការពុលចំណីវិញបាទការពុលចំណីការជំរុះរោមហើយនឹងសត្វល្អិតអញ្ចឹងវាមាន3ដូចគ្នាបាទអ
dân ca pol trên này nó cứ pol trên này việc mạch bà dương bật lên ở si rồi ngày bà chân chỉ tung tới nơi pe để bong ôn dương trăm tia bật lên bong ôn dương tay để chụp nơi pan ha muối đai sầm khăn cứ tệ tôn tia bao chứng bậc cách mua có đào lệ lỡ là nghịch nét tuần trường bà giá pan ha ní bên ngoài ai tia bao giờ nó cứ cho bổng bà hay pan ha muối ní đây bong ôn dương trao tay cầm nọt ruột sinh nhá thao vi chí chừng bài dẫn tệ tôn nâng chùm ngữ bà sana dương ọt chơi cầm nọt ruột sinh nhá tế dương ai tệ tôn nè chùm niên na muối đại kỳ chùm niên khang thôi ruột bình cháy tệ tôn nâng pan ha nâng dương phía xa mùi quạt ở gượt khó thể bà chân tệ tôn nâng ca pol trên ấy vì miền riêng so miền bà cách để mua có đào rồi lấy lớn hay riêng là nghịch nét tuần trường chẳng bị miền tặng ó cho nói tặng ó sầm khăn khácคือ miền pram ยังสัญญาต่างปรามนั้นវាប្រហាក់ប្រហែលជាមួយនឹងប៉េះដែរអញ្ចឹងតបងប្អូនយើងឃើញសញ្ញាទាំង5ហ្នឹងហើយយើងត្រូវពិនិត្យមើលច្បាស់លាស់បាទព្រោះជិះវៀងតកាលណាយើងពិនិត្យអត់ច្បាស់លាស់ហើយយើងចេះតែថាជំងឺប៉េះយើងទិញថ្នាំគេមកព្យាបាលដោយយើងអត់បានប្រឹក្សាយោបល់អីជាមួយនឹងអ្នកជំនាញឲ្យបានត្រឹមត្រូវវាធ្វើឲ្យយើងខាតបង់ហើយអាការពុលចំណីនេះគឺឬក៏ពុលសันល្អិតនេះគឺក្នុងចំណោមទារបស់យើងឧទាហរណ៍ថាឥឡូវទារបស់យើង1000ឬក៏500វាពុលតាចំនួន3 4 5ឬក៏10 20ហ្នឹងទេអាផ្សេងទៀតវាអត់មានការរាតត្បាតសញ្ញានឹងកើតឡើងដោយសារតែពុលហ្នឹងយើងដឹងស្រាប់ហើយព្រោះទាមួយក្បាលវាស៊ីចំណីចំពពួកសันល្អិតខ្យងខ្ចៅអីហ្នឹងក៏វាមានជាតិពុលដែរអញ្ចឹងវាមានជាតិពុលវាអាណាដែលស៊ីចំជាតិពុលហ្នឹងគឺវាមានបញ្ហាតាហ្នឹងអាផ្សេងទៀតអត់មានទេតែបើសិនណានិយាយក្នុងវងទារបស់យើងហ្នឹងវាមានទុនជើងមានរមូលកងឹតភ្នែកអីហ្នឹងវាលឿនមានការរាតត្បាតឆ្លងលឿនអាហ្នឹងបានយើងតាក់ទងជាមួយនឹងជំងឺតែបើតាក់ទងជាមួយនឹងការពុលចំណីនេះគឺវាអត់មានការរាតត្បាតទេវាឧទាហរណ៍ថាឥឡូវទា10ក្បាលវាមានបញ្ហាពុលគឺវាមានតែបញ្ហាតែ10ក្បាលទេអាផ្សេងទៀតគឺអត់មានបញ្ហាអីណាចាំបងប្អូនយើងប្រយ័ត្នមែនទេណាបញ្ហាមួយហ្នឹងបាទអញ្ចឹងចំណុចទី2តាក់ទងទៅនឹងការជំរុះរោមបាទអញ្ចឹងទាំងអ្នកចិញ្ចឹមទាប្រខាំងទាំងអ្នកចិញ្ចឹមទាទ្រុងទាំងអ្នកចិញ្ចឹមទាដេញគឺមានបញ្ហាជំរុះរោមព្រោះជាទូទៅទាច្រើនតែជំរុះរោមនៅអាយុវា2ឆ្នាំអញ្ចឹងបងប្អូនយើងមួយចំនួនគាត់ចិញ្ចឹមមកដល់2ឆ្នាំឬក៏ដល់2ខួបអីបងប្អូនយើងតែងតែលក់ចេញបាទលក់ចេញទៅជាទាសាច់ឬក៏លក់ចេញទៅកន្លែងផ្សេងដោយសារតែគេខ្លាចដល់ទៅពេលជំរុះរោមទៅវាខាតណាអញ្ចឹងបានពួកគាត់គឺលក់ចេញអត់ទុកទេឲ្យតែចិត្តដល់2ឆ្នាំហ្នឹងគឺដល់ពេលវាជំរុះរោមហើយបាទអញ្ចឹងតើតើនឹងការជំរុះរោមហ្នឹងក៏វាអាចផ្ដល់ផលអាក្រក់តើតើនឹងការផលិតពងរយៈពេលយ៉ាងហោចណាស់ក៏3ខែដែរ3ខែ2ខែកន្លះឬក៏3ខែហ្នឹងអញ្ចឹងបើសិនណាជា2ខែកន្លះ3ខែទារបស់យើងច្រើនបើយើងចិញ្ចឹមដេញវាលវាមិនសូវអីទេតែបើយើងចិញ្ចឹមប្រខាំងទុកឬក៏ចិញ្ចឹមទាទ្រុងដើម្បីយកពងគឺមានការខាតបង់ច្រើនបាទហ្នឹងតកតងទៅនឹងបញ្ហាដែលនាំឲ្យទារបស់យើងគឺមានការថយចុះពងបាទអញ្ចឹងបញ្ហាបន្ទាប់ទៀតនោះគឺចំណុចទី3គឺដូចតែគ្នាទេតកតងនឹងសันល្អិតជាទូទៅសันល្អិតតើកាលណាមានសันល្អិតនៅក្នុងពោះវៀនក្នុងខ្លួនរបស់វាហ្នឹងគឺច្រើនវារំខានក៏ដូចជាសันល្អិតទាំងអស់ហ្នឹងគឺស្រូបយកសារធាតុចិញ្ចឹមពីខ្លួនទាពីខ្លួនសัตว์របស់យើងហ្នឹងគឺស្រូបយកសារធាតុចិញ្ចឹមហ្នឹងអស់ទៅទារបស់យើងគឺអត់បានសារធាតុចិញ្ចឹមហ្នឹងគ្រប់គ្រាន់ទេបាទនេះជាហេតុដែលនាំឲ្យការផលិតពងគឺមានការថយចុះបាទអញ្ចឹងនិយាយជាខ្លីមកនៅពេលដែលបងប្អូនចិញ្ចឹមទាបងប្អូនគួរណាស់តែកុំបដូរចំណីបាទសម្រាប់បងប្អូនដែលចិញ្ចឹមទាដាក់ទ្រុងបាទហើយមួយទៀតតកតងទៅនឹងសันល្អិតគឺបងប្អូនត្រូវទម្លាក់សันល្អិតយ៉ាងហោចណាស់ឲ្យបាន3ខែម្ដងបាទហើយការទម្លាក់ហ្នឹងគឺខ្ញុំនិយាយនៅវីដេអូមុនរួចហើយការទម្លាក់ហ្នឹងគឺយើងទម្លាក់រយៈពេល3ថ្ងៃជាប់គ្នាទៅបាទអញ្ចឹងថ្នាំទម្លាក់សันល្អិតនេះក៏វាអាចនាំឲ្យមានការប៉ះពាល់ដល់ការផលិតពងដែរវាតកតងនឹងការប្រើប្រាស់ហ្នឹងបើសិនណាយើងអត់បានប្រឹក្សាយោបល់ឲ្យបានត្រឹមត្រូវយើងចេះតែទិញពីកន្លែងអ្នកលក់មកហើយអ្នកលក់ហ្នឹងគាត់អត់សូវបានយល់ច្បាស់តកតងទៅនឹងបញ្ហាទាពងហ្នឹងទៀតគាត់ឲ្យប្រើទៅវាជ្រុះសันល្អិតវាធ្លាក់សันល្អិតពិតមែនប៉ុន្តែការផលិតពងក៏មានការថយចុះខ្លាំងដែរបាទហើយយើងនៅមានបញ្ហាបន្ទាប់បន្សំទៀតដែលតកតងទៅនឹងការចុះពងបញ្ហាតូចៗមានដូចជាការធ្វើវ៉ាក់សាំងបដាសាយវ៉ាក់សាំងប៉េះអីហ្នឹងវ៉ាក់សាំងអសន្នរោគគឺសិតតែនាំឲ្យមានការចុះពងឬក៏ថយពងហ្នឹងជាធម្មតាទេតកតងនឹងវ៉ាក់សាំងប៉ុន្តែបញ្ហាអាចបណ្ដាលមកពីវ៉ាក់សាំងតកតងនឹងការអាក់ពងចុះពងអីនេះយើងវាមិនជាចោតជាបញ្ហាធំដុំអីទេអ
យើងមានការប្រើប្រាស់វ៉ាក់សាំងដើម្បីទៅលើសត្វពងថាកុំឲ្យមានបញ្ហាចុះពងអីហ្នឹងគឺយើងមានវិធីសាស្ត្ររបស់យើងហើយបាទអញ្ចឹងអត់មានអីជាបញ្ហាធ្ងន់ធ្ងរដូចជាការបដូរចំណីតកតនទីកន្លែងឬក៏ទា stress ហ្នឹងហើយការជំរុះរួមហើយនឹងសត្វល្អិតហ្នឹងទេអា4ហ្នឹងបានវាមានបញ្ហាធ្ងន់ធ្ងរបាទអញ្ចឹងយ៉ាងម៉េចដែរបងប្អូនដល់ពេលដែលទស្សនាវីដេអូមួយនេះហើយបងប្អូនយើងណាខ្លះដែលចិញ្ចឹមទាដែលមានបញ្ហាដូរចំណីច្រើនដងហើយមានបញ្ហាដូចក្នុងវីដេអូរបស់ខ្ញុំរៀបរាប់នេះបាទអញ្ចឹងវីដេអូមួយនេះគឺដល់ទីបញ្ចប់ហើយក៏សូមអរគុណផងដែរចំពោះការតាមដានទស្សនាវីដេអូរបស់បងប្អូនបាទអញ្ចឹងយើងសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ